សំណួរដ៏រសើបដែលអ្នកសារព័ត៌មានជាច្រើនអង្គភាពបានរកឃើញថានៅក្នុងព្រៃឡង់ដែនការពារដោយមន្ទីរបរិស្ថានមានប្លង់រឹងចំនួន3សន្លឹកសរុបទៅមានដីជិត30ហិកតាចេញដោយប្រធានមន្ទីររៀបចំដែនដីខេត្តកំពង់ធំប្រគល់ទៅឲ្យឯកជនធ្វើជាកម្មសិទ្ធិស្របច្បាប់បានជោគជ័យនៅកណ្ដាលព្រៃសហគមន៍ថ្មីនេះមានក្រុមអ្នកសារព័ត៌មានជាច្រើនអង្គភាពបានភ្ញាក់ផ្អើលនៅពេលបានរកឃើញមានប្លង់រឹងចំនួន3សន្លឹកសរុបរួមមានផ្ទៃដីជិត30ហិកតាក្នុងតំបន់ព្រៃឡង់ស្ថិតនៅសហគមន៍ក្បាលដូនក្រីភូមិបឹងឃុំមានរិទ្ធស្រុកសណ្ដានខេត្តកំពង់ធំថ្មីនេះក្រុមអ្នកសារព័ត៌មានមួយក្រុមបានប្រទះឃើញឯកសារគេជឿជាក់ថាជាប្លង់រឹងចំនួន3សន្លឹកមានផ្ទៃដីសរុបរួមជិត30ហិកតានៅតំបន់ព្រៃឡង់ក្នុងភូមិបឹងឃុំមានរិទ្ធស្រុកសណ្ដានខេត្តកំពង់ធំប្លង់ទាំងនេះត្រូវបានចេញដោយលោកអ៊ឹមសុឌីណាប្រធានមន្ទីររៀបចំដែនដីនគររមណីយកម្មសំណង់និងសូរិយោដីខេត្តកំពង់ធំការរកឃើញទាំងនេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារអ្នកព័ត៌មានយើងមួយក្រុមបានប្រទះឃើញគ្រឿងចាក់មួយគ្រឿងកំពុងវាយព្រៃនៅក្នុងតំបន់នោះបន្ទាប់មកពួកគាត់បានបង្ហាញថាពួកគាត់មានប្លង់រឹងនិងមានច្បាប់ឈូសឆាយព្រៃទៀតផងប៉ុន្តែបើតាមការសង្កេតរបស់អ្នកសារព័ត៌មានយើងឃើញថាមិនទាន់មានការចុះហត្ថលេខាពីលោកអភិបាលស្រុកសណ្ដាននៅឡើយទេលោកសៀកស្រីមេឃុំមានរិទ្ធបានផ្ដល់បទសម្ភាសន៍តាមទូរស័ព្ទឲ្យយើងដឹងថាលោកមិនបានចុះទៅមើលដីព្រៃនោះមែនប៉ុន្តែគាត់ចុះហត្ថលេខាតាមប្លង់គេស្នើសុំហើយរូបគាត់បានចារបញ្ជូនទៅសុំអភិបាលស្រុកឲ្យពិនិត្យនិងសម្រេចលោកស៊ិនវ៉ាន់វុតអភិបាលស្រុកសណ្ដានបានបញ្ជាក់តាមទូរស័ព្ទឲ្យយើងដឹងថាខ្ញុំឆ្ងល់ដូចជាអ្នកសារព័ត៌មានអញ្ចឹងដែរព្រោះអីប្លង់រឹងមិនដឹងគេចេញតាមណាឬពេលណានោះទេព្រោះប្លង់រឹងគេមិនដែលមកឆ្លងកាត់ស្រុកទេគេឆ្លងកាត់តែត្រឹមឃុំនិងបរិស្ថាននៅទីនោះចំពោះបញ្ហាសុំច្បាប់ឈូសឆាយដីព្រៃបើទោះបីមកសុំខ្ញុំក៏ខ្ញុំមិនចុះហត្ថលេខាឲ្យដែរព្រោះខ្ញុំមិនដែលចុះហត្ថលេខាឲ្យអ្នកណាឈូសឆាយដីព្រៃនោះទេស្ដាប់លោកស៊ិនវ៉ាន់វុតអភិបាលស្រុកឆ្លើយតបនឹងអ្នកសារព័ត៌មានពីរោះរណ្ដំប៉ុន្តែពាក្យស្នើសុំឈូសឆាយមកដល់គាត់ឃើញមានហត្ថលេខាឯកភាពពីលោកអភិបាលស្រុកសណ្ដានផងដែរលោកអ៊ឹមសូឌីណាប្រធានមន្ទីររៀបចំដែនដីខេត្តកំពង់ធំបានប្រាប់អ្នកសារព័ត៌មានតាម Telegram យ៉ាងខ្លីថាការចេញប្លង់រឹងនៅទីនោះបានគឺផ្អែកទៅតាមក្រមនិស្សិតធ្លាប់ចុះវាស់វែងកាលពីឆ្នាំ2012ចម្លើយរបស់លោកប្រធានមន្ទីរខាងលើបង្ហាញថាមិនទាន់បានអះអាងច្បាស់លាស់នៅហេតុផលនៃការចេញប្លង់រឹងទាំងនេះនៅឡើយនោះទេលោកប៉ែនវណ្ណរិទ្ធប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានថាគាត់អត់បានដឹងទេចាំមើលឲ្យជំនាញចុះទៅពិនិត្យមើលសិនដីនោះមិនដឹងនៅចំណុចណាតាមព័ត៌មានបឋមឮថានៅក្នុងដែនបរិស្ថានចាំមើលជាក់ស្ដែងសិនលោកចឹងហេងអតីតប្រធានបច្ចុប្បន្នជាអនុប្រធានសហគមន៍លោកបានអះអាងតាមទូរស័ព្ទថាគាត់រស់នៅទីនេះនិងធ្វើការងារសហគមន៍ការពារព្រៃឈើ3ចំនួនមកហើយពុំដែលឮថាមានក្រុមនិស្សិតចុះមកវាស់វែងក្នុងឆ្នាំ2012ក្នុងដីព្រៃសហគមន៍ឬនៅជិតតំបន់សហគមន៍ដែលគាត់ការពារនោះទេហើយគាត់ក៏មិនដែលបានឃើញគណៈកម្មការឬក្រុមការងារណាចុះមកវាស់វែងប្លង់ដីឬបិទប្រកាសប្លង់នៅពេលណាក៏គ្មានដែរមិនដឹងថាប្លង់រឹងនោះចេញតាមណាមានឆ្នាំ2015និងឆ្នាំ2022គឺគាត់មិនបានដឹងនិងមិនបានឃើញទាំងអស់គាត់បានបញ្ជាក់បន្ថែមថាកាលពីអំឡុងឆ្នាំ2019គាត់នៅជាប្រធានសហគមន៍របស់គាត់គឺគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើរហូតមកដល់ឆ្នាំ2020ទៅបរិស្ថានមកគ្រប់គ្រងវិញម្ដងប៉ុន្តែសប្តាហ៍ថ្ងៃមានរបាយការណ៍អីត្រូវរាយការណ៍ពីសហគមន៍របស់គាត់គឺខាងរដ្ឋបាលព្រៃឈើក៏មកសុំរបាយការណ៍ពីគាត់ផងដែរតែគាត់នៅឆ្ងល់ថាតើគេធ្វើប្លង់រឹងបានដោយរបៀបណាបើចេញនៅឆ្នាំ2015គឺគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើបើចេញក្នុងឆ្នាំ2022គឺគ្រប់គ្រងដោយបរិស្ថានខណៈពេលដែលស្ថាប័ននានានិងអ្នកសារព័ត៌មានកំពុងតាមដានអំពីស្ថានភាពនេះហើយត្រូវបានច្បាប់ចាត់ទុកថាជាតំបន់ព្រៃធម្មជាតិដ៏សម្បូរបែបនៃជីវៈចម្រុះនិងជាមជ្ឈដ្ឋានសម្រាប់សត្វព្រៃជាច្រើនប្រភេទស្រាប់តែឥឡូវនេះឃើញមានការចេញប្លង់រឹង
នៅតំបន់ការពារព្រៃគឺបង្កការសង្ស័យអំពីភាពមិនត្រឹមត្រូវនៃដំណើរការចេញប្លង់និងមិនមានការឯកភាពពីអាជ្ញាធរដែនដីនិងសហគមន៍ការពារធនធានធម្មជាតិនៅទីនោះទៀតផងតាក់ទងនឹងរឿងដ៏សែនស្មុគស្មាញខាងលើនេះប្រជាពលរដ្ឋកំពុងរស់នៅអាស្រ័យផលក្នុងព្រៃសហគមន៍និងលោកជឹងហេងអនុប្រធានការពារព្រៃឈើសហគមន៍ក្បាលដូនក្រីភូមិបឹងឃុំមានរិទ្ធស្រុកសណ្ដានខេត្តកំពង់ធំបានស្នើសុំឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំនិងឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានព្រមទាំងឯកឧត្តមរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររមណីយកម្មសំណង់និងសុរិយោដីជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយបើកការស៊ើបអង្កេតវែកមុខរកជនខិលខូចដែលលួចដកហូតយកដីរដ្ឋឬដីសហគមន៍ការពារព្រៃឈើទៅធ្វើជាសម្បត្តិឯកជនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ដើម្បីបញ្ឈប់សកម្មភាពជនខិលខូចដែលបានបំផ្លាញធនធានធម្មជាតិ